สุดท้ายบางคนออกนี้ថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំពីរបៀប set wallpaper ទៅលើកុំព្យូទ័រដល់នេះឃើញទេឃើញរូបភាពស្អាតហើយនេះឃើញលក្ខណៈអេក្រង់របស់យើងហ្នឹងគឺមានលក្ខណៈរស់រវើកអញ្ចឹងបងប្អូនអរគ្នាធ្វើការខ្ញុំនឹងធ្វើការណែនាំពីរបៀបនៃការធ្វើជា wallpaper ហ្នឹងដែលបង្កើតជាអញ្ចឹងណាអូខេដំបូងឡើយគឺយើងចូលជ្រោមកយើងចុចពាក្យនេះ Lively wallpaper ចុចពាក្យ Lively wallpaper ហើយបងប្អូនគ្នារកពាក្យនេះ My Lively នឹងមកហើយតមកទៀតវាចេញមកអញ្ចឹងហើយនេះគឺជារូបមួយដែលបងប្អូនអរគ្នាអាចយកមានប្រភេទច្រើនគឺមានទាំងពី anime game fancy nature cute ទាំងអស់ហ្នឹងគឺមានច្រើនមានខាចង់បានជាឡានក៏បានដែរហើយនេះគឺជាប្រភេទវីដេអូ clip ខ្លីៗមួយហើយ scary ទៅឬក៏តាក់ទងនឹងខាតាមចំណងចំណូលចិត្តចឹងទៅហើយយករូបភាពហ្នឹងដើម្បីធ្វើការឲ្យវាមានកាយវិការនៅក្នុងនេះឬក៏អាចជាលក្ខណៈ nature នេះ nature ហ្នឹងបងប្អូនអរគ្នាអាចយកវីដេអូហ្នឹងដាក់ជាភ្លេងយកជាភ្លេងតាមគេហៅថាកម្មវិធី Suno អញ្ចឹងចាំថ្ងៃក្រោយខ្ញុំនឹងប្រាប់ពីរបៀប free ទទួលបានពី Suno ដែលអត់គិតថ្លៃអញ្ចឹងឥឡូវនេះខ្ញុំពេញចិត្តដែលខ្ញុំពេញចិត្តរូបមួយនឹងអញ្ចឹងគ្រាន់តែចុចលើនឹងមកអូសំទោសដំបូងឡើយបងប្អូនគ្នាយើងចុចកម្មវិធីនេះ Learn More សិន Learn More នឹងមកតោះនេះយកពាក្យ download ហើយនៅពេលបងប្អូនគ្នា download ហើយបងប្អូនគ្នាដំឡើងចេញមកពីនេះចេញរូបក្បាលទៅចកហ្នឹងណាអញ្ចឹងនៅពេលដំឡើងចឹងហើយបងប្អូនគ្នាអាចយកវីដេអូណាមួយឬក៏ anime ណាមួយតាក់ទង nature អញ្ចឹងណាឥឡូវនេះខ្ញុំចង់បានមួយនេះឧទាហរណ៍អញ្ចឹងណាអញ្ចឹងនៅអានេះគឺអត់យកទេគឺតាមទូរស័ព្ទប៉ុន្តែបងប្អូនគ្នាអាចយក download ពីនេះ wallpaper អាចយកតាម wallpaper ហ្នឹងទៅអញ្ចឹង download នេះពាក្យ download ហ្នឹងមកអញ្ចឹងដល់ពេល download ហើយតើគ្នាអាចយកហ្នឹងយកទៅ set ជាមួយនឹងនៅពេលបន្ទាប់ពីយើង set up ហើយនៅក្នុងកម្មវិធីហ្នឹងតើអ្នកអាចយកមកប្រើអូខេឥឡូវយើងបានទេបងប្អូនគ្នាអញ្ចឹងយើងចូលពាក្យកន្លែង live paper ហ្នឹងមកយើងយកពាក្យ live wallpaper អញ្ចឹងហើយបងប្អូនគ្នាចូលកន្លែង browser នេះ browser ហ្នឹងមកចឹងនេះមិញហ្នឹងណាអញ្ចឹងវា load ឲ្យយើងហើយវាលើយើងអញ្ចឹងណាហើយរាល់ live paper នេះបងប្អូនគ្នាអាចចំពោះកុំព្យូទ័រដែលរៀងធំតិចអាហ្នឹងដើរ smooth ល្អអញ្ចឹងណាអូខេដើម្បីរំសាយអារម្មណ៍ឬពេលដែលយើងធ្វើការអីហត់អីចឹងទៅយើងអាចមើលចឹងទៅជាលក្ខណៈកំដរឬក៏លេង mode ចឹងក៏បានហើយមួយទៀតបងប្អូនអរគ្នាអាចយកទាំងអស់ហ្នឹងណាអត់ចុះ copyright ទេយើងយកឆ្នៃទៅក្នុង YouTube របស់យើងហើយយកមកដាក់តាម website ហ្នឹងទៅហើយយើងបញ្ចូលបទភ្លេងអត់ copyright ណាបទភ្លេងឬជា relaxing អីចឹងទៅអាចបានហើយអញ្ចឹងបានជាវីដេអូហើយទាំងអស់គ្នាអាចកាត់តទៅតាម CapCut ហ្នឹងទៅបានជាវីដេអូមួយដែរខ្ញុំក៏ធ្លាប់ធ្វើអញ្ចឹងដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេនេះជាចំណេះដឹងមួយដែរចំណេះដឹងទូចមួយទេបងប្អូនគ្នាអាចយកសាកល្បងមើលបាន